ការដាក់បង្ហាញដ៏អស្ចារ្យនៅស្រះមន្ទីរជាតិអង្គរបងប្អូនជាប្រដ្ឋខ្មែរដែលអញ្ជើញមកលេងខេត្តសៀមរាបកុំភ្លេចអញ្ជើញមកទស្សនានៅស្រះមន្ទីរជាតិអង្គររបស់យើងនេះផងជាកន្លែងដែលតាំងនៅបដិមាដ៏ច្រើនហើយមានរូបជាច្រើនដែលយើងគួរមកសិក្សាហើយជាការលើកស្ទួយដល់ជាតិរបស់យើងផងដែរសេដ្ឋកិច្ចរបស់យើងផងដែរមុនម្នាក់មកនេះមុនម្នាក់មកនេះបានចំពីមុខនេះខាងណាមកto depict the Hindu conception of the cosmos. Angkor Wat symbolizes the mythical center of the Hindu universe. Set in a complex measuring 1,300 by 1,500 meters. នេះជាការដាក់បង្ហាញរៀបរាប់អំពីប្រវត្តិអង្គរវត្តបងប្អូនយកអស់គ្នាបងតែយើងមិនដែលបានដឹងដែរបានអីអាចមើលសំឡេងដែលជាភាសាអង់គ្លេសហើយមានអក្សរជាភាសាខ្មែរអមទៅដោយផ្ទាំងទស្សនីយភាពបណ្ឌិតអក្សរដែលយើងមើលទៅក៏អស្ចារ្យមែនទែន The central tower is 65 meters high and consists of a huge number of stones which have been cut and dragged from Phnom Penh 50 kilometers away. The 5-kilometer long moat is crossed by bridges at the east and west. The western bridge is a 12-meter wide stone causeway ornamented with naya or silken balustrades and guardian singha or lions. Unlike most Khmer temples, which face east, Angkor Wat faces west, the direction associated with death. This has caused some scholars to believe that the Angkor Wat សូរ្យវរ្ម័នទី 2 ចម្លាក់ក្រឡោតទាបប្រហែល 800 ម៉ែត្របានពណ៌នារឿងរ៉ាវជាច្រើនរបៀបច្រាស់ទឹកជុំវិញជញ្ជាំងខែនៃប្រាសាទប្រាង្គប្រាសាទដែលចាប់ផ្ដើមចេញពីរឿងទេវកថាជាច្រើនត្រូវបានបង្ហាញរួមជាមួយនឹងការពិពណ៌នាអំពីប្រវត្តិពីរជ្ជកាលព្រះបាទមហាក្សត្របាទសូរ្យវរ្ម័នទី 2 ផ្នែកខាងលិចនៃខេត្តខាងត្បូងបានបង្ហាញពីដំណើរព្យួរអយុធនៃកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី 2 ចម្ងាយចម្លាក់ដ៏ប្រណិតនេះមានប្រវែងជាង 100 ម៉ែត្រព្រះបាទសូរ្យវរ្ម័នទី 2 ត្រូវបានគេស្គាល់នៅក្នុងរូបភាពនោះតាមរយៈសាលាចារឹកដែលបញ្ជាក់អំពីព្រះបរមនាមក្រោយពេលព្រះអង្គយើងចូលជាបង្គត់ថាព្រះបរមវិស្ណុលោកចម្លាក់ក្រឡោតទាបនៅខេត្តខាងត្បូងបង្ហាញពីផ្លូវឆ្ពោះទៅកាន់ចន្ទផ្សេងៗមានឋានសួគ៌និងឋាននរកទស្សនីយភាពដ៏សំខាន់បំផុតនោះគឺព្រះយមរាជជាស្ដេចនៃឋាននរកមានប្រហោះចំនួន 18 គង់ប្រថាប់លើខ្នងក្របីផ្នែកខាងលើពិពណ៌នាអំពីឋានសួគ៌ដែលផ្នែកខាងក្រោមវិញពិពណ៌នាអំពីឋាននរកដែលមើលទៅគួរឲ្យរន្ធត់អូអស្ចារ្យមែនតែវកថារឿងកុសលទាំងអស់ត្រូវបានគេឆ្លាក់យ៉ាងល្អវិចិត្រពួកអក្សរនិងទេវកថាប្រកួតគ្នាកុសលទាំងអស់ដើម្បីចម្រាញ់យកទឹកអមរិតពួកអក្សរមានគ្នាចំនួន 91 នាក់ហើយពួកទេវតាមានចំនួន 89 អង្គកំពុងកុសលទឹកដោះដោយយកស្ដេចនាគឈ្មោះវ៉ាសុគីធ្វើជាប្រត់សម្រាប់ទាញឲ្យរំពាត់ជុំវិញភ្នំមន្ទរៈនៅពេលកំពុងកោនោះមានអភូតហេតុអស្ចារ្យ
ច្រានបានផឡើងដូចជាទេពធីតាសួរដល់ស្រស់បវរអប្សរាមានច្រានអណៃក្នុងអំឡុងដើមសតវត្សទី15នៃគ្រិស្តសករាជពុទ្ធសាសនាថេរវាទបានផ្សព្វផ្សាយចូលដល់កម្ពុជាប្រាសាទអង្គរវត្តត្រូវបានប្រែក្លាយទៅជាវិហារខាងពុទ្ធសាសនាវិញហើយប្រហែលជាត្រូវបានដាក់ឈ្មោះថាប្រាសាទអង្គរវត្តចាប់ពីពេលនោះមកប្រាសាទអង្គរវត្តពុំបានសាងសង់ដោយរាជស្ថាពរនៅឡើយទេនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី2ពេលត្បិតតែមានពលករច្រើនស្ថិតស្ថប់សម្រាប់គម្រោងសាងសង់នេះក៏ដោយបច្ចុប្បន្នប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកថាជាភោជនីយដ្ឋានសាសនាមួយក្នុងចំណោមភោជនីយដ្ឋានសាសនាអស្ចារ្យបំផុតក្នុងโลกហើយព្រះបាទសូរ្យវរ្ម័នទី2គឺជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកកំពូលលើโลกផងដែរសប្តាហ៍ប្រាសាទនេះនៅតែបង្ហាញឲ្យគេដឹងច្បាស់អំពីពីរុងរឿងនៃអាណាចក្រខ្មែរនាសម័យអតីតកាលនេះគឺជាប្រាសាទអង្គរវត្តជាប្លង់ដែលរចនាឡើងដ៏អស្ចារ្យយើងបន្តពីទស្សនាវីដេអូយើងមើលប្លង់ប្រាសាទអង្គរវត្តរបស់យើង